นมแพนเค้กธรรมดานั่นคือยำมอสซาเรลล่าเหมือนกันบางคนมันตาเจียวเพนนมแพนเค้กไปได้ยังเพื่อให้ทำไมใส่นมแบบหินสวยติดติ่งแจ๊ใส่ได้บานเพื่อเตะให้ไปได้ยังบานเพื่อโรยจมูกละงโในขังเลยจังเตียดใส่นมกันแต่ชงวยบางคนใส่นมแบบหินสวยติดให้ยังบานโรยละงในขังเลยจังเตียดก็ทัดชงวยคนหนึ่งปีบางคนเจ้ามาวิธีเพื่อนั่งคือซ้ำนี้เว้ยยำจักติดดง150 มิลลิลิตรสกอร์ทนาวต์40 กรัมវ៉ាល់មកចុងលាព្រាកាហ្វេខ្ញុំកូរស្ករត្នោតជាមួយនឹងវ៉ាល់នឹងឲ្យវារលាយសព្វក្នុងខ្ទិះដូងនឹងបានបន្តិចសិនបានខ្ញុំយកម្សៅមកលាយសម្រាប់ម្សៅថ្ងៃនេះគឺខ្ញុំដាក់3ប្រភេទបញ្ចូលគ្នាមានម្សៅអង្ករខ្សាយ45 ក្រាមម្សៅដុតនំឬក៏ម្សៅ baking powder ខ្ញុំដាក់3 ក្រាមម្សៅចុងក្រោយគេនេះគឺខ្ញុំប្រើម្សៅមី45 ក្រាមខ្ញុំបានបន្ថែមប្រេងឆា1លាព្រាបាយទៀតគ្រឿងផ្សំមានតែប៉ុណ្្នឹងទេខ្ញុំចាប់ដើមកូរក្លុកម្សៅនឹងឲ្យស្មើសាច់គ្នាបានល្អសិនគ្រឿងផ្សំថ្ងៃនេះគឺខ្ញុំធ្វើខុសពីរាល់ដងបងប្អូនរាល់ដងយើងធ្វើនំផែនខេកយើងត្រូវក្លុកពងមាន់មានម៉ាស៊ីនវាយមានអីឲ្យវាឡើងពពុះបានយើងលាយជាមួយម្សៅមីហើយនិងម្សៅ baking powder អញ្ចឹងណាប៉ុន្តែថ្ងៃនេះវិញវិធីធ្វើរៀងខុសគ្នាបងប្អូនប៉ុន្តែសាច់នំពេលដែលឆ្អិនទៅគឺខុសគ្នាដែរបងប្អូនដែលចូលចិត្តសាច់នំបែបរៀងស្រួយអញ្ចឹងអាចសាកធ្វើតាមវិធីនេះបងប្អូនសាច់នំគឺស្រួយល្អមែនតើបងប្អូនបានធ្វើឲ្យថ្មីទៀតណាញ៉ាំថ្មីទៅសាច់នំស្រួយឆ្ងាញ់ប៉ុន្តែពេលដែលយើងទុកយូរទៅសាច់នំលែងស្រួយវាទៅជាទន់វិញហើយបន្ទាប់ពីខ្ញុំបានកូរម្សៅនេះហើយយើងយកមកច្រោះសិនបងប្អូនដើម្បីឲ្យប្រកាសថាម្សៅដែលខ្ញុំបានធ្វើនឹងវាស្មើសាច់គ្នាបានល្អខ្ញុំច្រោះម្សៅអញ្ចឹងហើយយើងយកចានហ្នឹងមកគ្របផ្អាប់វាចោលប្រហែលជា20 នាទីទៅ30 នាទីសិនមុននឹងយើងយកម្សៅហ្នឹងទៅចម្អិនអញ្ចឹងណាអំឡុងពេលដែលខ្ញុំបានផ្អាប់ម្សៅនេះខ្ញុំមកលីងល្ងដែរបងប្អូនល្ងគឺខ្ញុំដាក់ល្ងសចំនួន10 ក្រាមហើយនិងល្ងខ្មៅ10 ក្រាមដូចគ្នាបងប្អូនចូលចិត្តល្ងច្រើនយើងអាចដាក់ឲ្យច្រើនជាងខ្ញុំទៀតក៏បានដែរហើយខ្ញុំយកមកលីងវានៅលើភ្លើងតិចទេយើងបាត់ភ្លើងតិចទៅហើយយើងលីងតតែល្ងហ្នឹងវាឡើងពណ៌ក្រហមស្អាតប៉ុណ្ណេះវាឡើងពណ៌ត្នោតអញ្ចឹងណាប៉ុណ្ណឹងគឺបានហើយខ្ញុំទុកទៅមួយឡែកសិនចំណែកម្សៅដែលខ្ញុំបានដាក់ផ្អាប់រយៈពេល20 នាទីទៅ30 នាទីនេះក៏គ្រប់ម៉ោងដែរប៉ុន្តែមុននឹងយើងយកម្សៅនឹងទៅចាក់នៅលើខ្ទះយើងកូរម្សៅនឹងឲ្យស្មើសាច់គ្នាម្ដងទៀតសិនឲ្យគ្រឿងផ្សំនឹងវាស្មើសាច់គ្នាទៅបាទខ្ញុំរៀបចំយកទៅដាក់ចៀនខ្ញុំទុកឲ្យខ្ទះនឹងក្តៅបន្តិចហើយដាក់ប្រេងឆាចូលប្រេងឆានេះយើងអត់ប្រើច្រើនបងប្អូនជឿនំនេះគឺអត់ដាក់ប្រេងឆាច្រើនទេយើងដាក់តាមបន្តិចទៅហើយយកកន្ទះជូតមាត់ហ្នឹងយកមកជូតវិញយើងជូតឲ្យពេញខ្ទះបែបហ្នឹងទៅដើម្បីកុំឲ្យសាច់នំរបស់យើងពេលដែលវាចៀនក្រៀមល្អទៅកុំឲ្យវាស្អិតខ្លាំងអញ្ចឹងណាហើយខ្ញុំយកម្សៅប្រហែលជា2វែកតូចនេះយើងយកមកដាក់នៅលើខ្ទះយើងវាឲ្យស្ដើងសាច់នំយើងព្យាយាមវាឲ្យស្ដើងគឺកាន់តែល្អយើងចៀនឲ្យក្រៀមទៅសាច់នំស្រួយឆ្ងាញ់បងប្អូនធ្វើក្រាស់ពេកសាច់នំអត់ស្រួយទេហើយខ្ញុំវាឲ្យម្សៅនឹងស្ដើងបន្ទាប់ពីម្សៅនឹងស្ដើងហើយខ្ញុំបានយកល្ងដែលខ្ញុំបានលីងហើយនឹងយកមករោយនៅលើម្សៅនឹងតែម្ដងបងប្អូនចំពោះស្នូលនេះបងប្អូនចង់ប្រើល្ងលាយជាមួយនឹងដូងទុំកោសទៀតគឺកាន់តែឆ្ងាញ់យើងយកសាច់ដូងទុំកោសលាយល្ងដាក់អំបិលបន្តិចទៅដាក់ស្ករសតិចទៅគឺថាញ៉ាំកាន់តែឆ្ងាញ់បងប្អូនសាច់នំកាន់តែឈ្ងុយទៀតដោយសារតែយើងដាក់លាយជាមួយនឹងសាច់ដូងអញ្ចឹងទៅយើងត្រូវផ្ងំបែបបងប្អូនផ្ងំដូចហប់អញ្ចឹងគឺធ្វើឲ្យសាច់នំនឹងកាន់តែឈ្ងុយបងប្អូនដោយសារតែខ្ញុំនេះអស់សាច់ដូងហើយអញ្ចឹងទៅគឺខ្ញុំដាក់បានតែល្ងទេរាល់ដងខ្ញុំធ្វើលាយជាមួយនឹងសាច់ដូងគឺញ៉ាំជក់មាត់មែនតើប៉ុន្តែខ្ញុំបានយកកម្របឆ្នាំមកផ្ងំប្រហែលជា4 ទៅ 5 នាទីយើងបើកភ្លើងតិចទេអត់បើកភ្លើងខ្លាំងទេបងប្អូនបើកភ្លើងខ្លាំងធ្វើឲ្យសាច់នំហ្នឹងវាឆាប់ខ្លោចយើងបើកភ្លើងតិចល្មមទៅទុកទាស់តែសាច់នំហ្នឹងក៏ហមវាក្រៀមអញ្ចឹងបងប្អូនអ្នកដូចខ្ញុំបានបង្ហាញក្នុងវីដេអូអញ្ចឹងសាច់នំក៏ហមក្រៀមបែបហ្នឹងហើយចាំយើងបត់វាជា2ហើយពេលដែលបងប្អូនចង់ដឹងថាសាច់នំហ្នឹងវាអាចនឹងបត់បានអត់យើងអាចមើលតាមជាក់ស្ដែងដែរសាច់នំពេលដែលយើងបើកកំអប់ឆ្នាំងមកផ្នែកគៀនរបស់វារៀងហើបវាលែងជាប់ជាមួយនឹងទេហាយើងអាចបត់បានហើយណាមួយយើងមើលតាមជាក់ស្ដែងដែរបងប្អូនខ្ញុំចេញតែយើងមើលតាមជាក់ស្ដែងដែរសាច់នំហ្នឹងវាក្រហមវាក្រៀមល្អហើយគៀនហ្នឹងវាហើបអញ្ចឹងយើងអាចបត់មកជា2មកគឺសាច់នំរបស់យើងស្រួយហើយសាច់នំនេះបងប្អូនបានធ្វើយើងញ៉ាំនៅក្តៅសាច់នំស្រួយឆ្ងាញ់ដូចខ្ញុំបានបញ្ជាក់នៅខាងដើមបន្តិចអញ្ចឹងបងប្អូនទុកឲ្យត្រជាក់យូរទៅសាច់នំលែងស្រួយបែបរៀងទន់វិញប៉ុន្តែនៅតែឆ្ងាញ់ដែរគ្រាន់ថាបងប្អូនចង់ញ៉ាំស្រួយយើងត្រូវតែញ៉ាំនៅក្តៅខ្ញុំភ្លេចប
ជាក់ចំពោះខ្ទះដែលយើងយកមកជានំនេះបងប្អូនគួរតែប្រើខ្ទះដែលអត់ជាប់បានអញ្ចឹងសាច់នំរបស់យើងល្អយើងវាសទៅបានទំហំនំប៉ុណ្ណាយើងបត់វាជាពីរសាច់នំវាមានស្អិតអញញ៉ៃតែបងប្អូនប្រើខ្ទះសធម្មតាដឹងតែជាប់ហើយគឺស្អិតប្រទេសបតាអញញ៉ៃខ្លាំងមែនតើអញ្ចឹងយើងធ្វើនំនេះគួរតែមានជាមួយនឹងខ្ទះដែលអត់ជាប់បានអញ្ចឹងសាច់នំរបស់យើងធ្វើទៅល្អបងប្អូនហើយនេះនំរបស់ខ្ញុំបានធ្វើគឺឆ្អិនហើយរួចរាល់ហើយសាច់នំពេលដែលនៅក្តៅអញ្ចឹងណាវាមានភាពស្រួយតិចញ៉ាំឆ្ងាញ់ណាបងប្អូនមានវេទនាអីអាចសាកធ្វើបានសាច់នំបែបឡមហើយស្រួយឈ្ងុយជាមួយល្ងសាច់នំនេះយើងបានលាយជាមួយនឹងខ្ទិះដូងអញ្ចឹងក៏ឆ្ងាញ់ដែរបងប្អូនគឺឈ្ងុយហ្មងណាឬក៏បងប្អូនអត់ចង់ប្រើខ្ទិះដូងទេយើងអាចជំនួសដោយទឹកដោះគោស្រស់បាន